រាជរដ្ឋាភិបាលនៃរាជាណាចក្រថៃបានសិក្សាឃើញថាមានប្រជាកសិករនិងសហគ្រាសធុនតូចនិងមធ្យមមិនលើសពី7លាននាក់និងសហគ្រាសដែលនឹងទទួលបានការសម្រាលបន្ទុកនៅក្នុងគម្រោងការផ្អាកបំណុលសម្រាប់ដំណាក់កាលដំបូងរបស់ប្រមុខដឹកនាំប្រទេសលោកស្រេថាថាវីសិនសារព័ត៌មាន The Tiger កាលពីថ្ងៃទី18ខែកញ្ញាឆ្នាំ2023បានផ្សាយថាលោកជូឡាផុនអាម៉ុនវិវត្តអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបានប្រកាសថាមានកសិករខ្នាតតូចប្រហែល4លាននាក់និងសហគ្រាសធុនតូចនិងមធ្យម3លានសហគ្រាសនឹងទទួលបានការសម្រាលបន្ទុកបំណុលដោយពួកគេមិនមានការលំបាកអ្វីឡើយយ៉ាងណាអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះមិនបានបង្ហាញព័ត៌មានជាក់លាក់អំពីវិសាលភាពនិងដែនកំណត់នៃផែនការផ្អាកបំណុលនោះទេលោកជូឡាផុនបានគូបញ្ជាក់ថាព័ត៌មានលម្អិតពាក់ព័ន្ធនឹងផែនការផ្អាកបំណុលនេះត្រូវបានកំណត់ដោយការទទួលខុសត្រូវសារពើពន្ធរបស់រាជរដ្ឋាភិបាលទាក់ទងទៅនឹងការទូទាត់ការប្រាក់ដល់ស្ថាប័នហិរញ្ញវត្ថុដោយព័ត៌មានលម្អិតនៃគម្រោងនេះនឹងត្រូវដាក់ឲ្យគណៈរដ្ឋមន្ត្រីប្រជុំពិភាក្សាសម្រាប់នៅខែក្រោយក្រោយពីការអនុវត្តគម្រោងដំណាក់កាលទី1រួចហើយបន្តមកទៀតរាជរដ្ឋាភិបាលថៃមានបំណងស៊ើបអង្កេតទៅលើបញ្ហាបំណុលផ្សេងទៀតដូចជាសហករណ៍កសិកម្មគ្រូបង្រៀនមន្ត្រីនគរបាលនិងអ្នកខ្ចីបំណុលក្រៅប្រព័ន្ធសកម្មភាពនេះគឺជាផ្នែកមួយនៃបទបញ្ជារបស់លោកស្រេថាថាវីសិនឲ្យពន្លឿនការផ្អាកបំណុលសម្រាប់ប្រភេទដំបូងនិងកាត់បន្ថយបន្ទុកបំណុលរបស់ប្រជាជនទាំងមូលពាក់ព័ន្ធនឹងគម្រោងខាងលើនេះលោកឆាត់ឆៃសេរីឡៃប្រធានធនាគារកសិកម្មនិងសហករណ៍កសិកម្មដែលហៅកាត់ថា BAAC បានធានាជាថ្មីថាគម្រោងផ្អាកបំណុលកសិកររបស់រាជរដ្ឋាភិបាលថៃនឹងមិនប៉ះពាល់ដល់សាច់ប្រាក់ងាយស្រួលរបស់ធនាគារនោះទេយោងតាមរបាយការណ៍ពីសារព័ត៌មានបាងកកប៉ុស្តិ៍ក៏បានឲ្យដឹងដែរថាធនាគារ BAAC ដែលបម្រើអតិថិជនចំនួន 4.2 លាននាក់បានស្នើសុំជំរើសផ្សេងៗដល់រាជរដ្ឋាភិបាលសម្រាប់ដែនកំណត់ប្រាក់កម្ចីដែលមិនទាន់មាននៅក្នុងកម្មវិធីនេះប្រហែល 30% នៃអតិថិជនរបស់ធនាគារមានបំណុលតិចជាង 10,000 បាតឬស្មើនឹង $2,800 អាមេរិកលោកឆាត់ឆៃសង្កត់ធ្ងន់ថាវិធានការបន្ធូរបន្ថយបំណុលនេះនឹងមិនបង្កគ្រោះថ្នាក់ខាងសីលធម៌នោះទេដោយសារតែគម្រោងនេះនឹងដំណើរការក្នុងពេលដំណើរគ្នាជាមួយនឹងកម្មវិធីលើកទឹកចិត្តដើម្បីអប់រំប្រជាកសិករសូមជម្រាបថានៅក្នុងនាមជាអ្នកដឹកនាំប្រទេសដែលមាន11គណៈបកក្នុងរាជរដ្ឋាភិបាលចម្រុះលោកស្រេថាថាវីសិនបាននិយាយកាលពីថ្ងៃច័ន្ទថារាជរដ្ឋាភិបាលរបស់លោកនឹងដាក់ចេញនូវគោលនយោបាយបន្ថែមទៀតនៅចុងឆ្នាំ2023នេះដើម្បីកាត់បន្ថយថ្លៃចំណាយក្នុងការរស់នៅរបស់ប្រជាពលរដ្ឋដែលរួមមានការបន្ធូរបន្ថយតម្លៃអគ្គិសនីជាបណ្ដាការផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រជាជនពេញវ័យនិងការដំឡើងប្រាក់ឈ្នួលអបបរមាប្រចាំថ្ងៃដល់កម្មករជាមួយនឹងការដាក់ចេញវិធានការប្រជានិយមជាបន្តបន្ទាប់រួមទាំងការព្យួរបំណុលសម្រាប់ប្រជាកសិ